ប្រវត្តិស្ទីមសាវណាប្រវត្តិស្ទីមនិងសាវណាមានប្រភពដើមតាំងពីបុរាណកាលរាប់ពាន់ឆ្នាំមកហើយដោយបានវិវត្តពីទំនៀមទម្លាប់នៃការងូតទឹកក្តៅដើម្បីសុខភាពនិងពិធីសាសនានិងការសម្អាតកាយទោះបីបច្ចុប្បន្នត្រូវបានគេហៅទន្ទឹមគ្នាក៏ដោយប៉ុន្តែស្ទីមនិងសាវណាមានប្រវត្តិនិងការកើនឡើងខុសគ្នាបន្តិចបន្តួចប្រវត្តិបន្ទាប់សាវណាប្រភពដើមនៃពាក្យសាវណាគឺជាការចម្លងពីភាសាហ្វាំងឡង់ដែលប្រទេសហ្វាំងឡង់ត្រូវបានគេទទួលស្គាល់ថាជាស្រុកកំណើតនៃសាវណាប្រពៃណីនេះមានអាយុកាលជាង 2000 ឆ្នាំមកហើយការវិវត្តដំបូងកាលពីដើមឡើយសាវណាគឺជារន្ធរូងដែលគេជីកនៅក្នុងដីឬជម្រាលភ្នំរួចយកស្បែកសត្វមកគ្របពីលើគេដុតភ្នក់ភ្លើងដើម្បីកម្ដៅដុំថ្មនៅក្នុងនោះរួចជះទឹកលើដុំថ្មក្តៅទាំងនោះដើម្បីបង្កើនជាចំហាយក្តៅដែលហៅថាឡូលីសារៈសំខាន់សម្រាប់ជនជាតិហ្វាំងឡង់បុរាណសាវណាមិនត្រឹមតែជាកន្លែងងូតទឹកប៉ុណ្ណោះទេប៉ុន្តែវាគឺជាកន្លែងដ៏វិសុទ្ធសម្រាប់សម្រាលកូនព្យាបាលជំងឺនិងពិធីសាសនាផ្សេងព្រោះវាជាទីកន្លែងស្អាតនិងមានកម្ដៅកក់ក្ដៅក្នុងរដូវរងាដ៏ត្រជាក់